អាមេរិកប្រកាសថាទាហានរបស់ខ្លួនជាង200នាក់បានដួលរបួសក្នុងប្រទេសចំនួន7ផ្សេងគ្នាតាមការប្រកាសច្បាស់ពីលោក Tim Harkin អ្នកនាំពាក្យរបស់ទីបញ្ជាការកណ្ដាលអាមេរិកបាននិយាយនៅថ្ងៃទី16ខែមីនាថាទាហានអាមេរិកជាង200នាក់បានដួលរបួសនៅក្នុងប្រទេសចំនួន7ក្រោយការប្រយុទ្ធគ្នារយៈពេល16ថ្ងៃជាមួយអ៊ីរ៉ង់ដូចជាបារ៉ែនអ៊ីរ៉ាក់អ៊ីស្រាអែលសូដានីកុយវ៉េតអារ៉ាប៊ីសាអូឌីតនិងអារ៉ាប់រួមនៅក្នុងចំណោមនោះមានជាង180នាក់បានត្រឡប់មកបំពេញបេសកកម្មវិញហើយបន្ទាប់ពីព្យាបាលរួចយោធាអាមេរិកបានរាយការណ៍បន្ថែមថាមានទាហានអាមេរិក7នាក់បានស្លាប់នៅក្នុងការវាយប្រហារដោយអ៊ីរ៉ង់លើពីនេះសមាជិកសេវាកម្មចំនួន6នាក់ផ្សេងទៀតក៏បានស្លាប់ដែរកាលពីសប្តាហ៍មុននៅពេលដែលយន្តហោះ KC-135 មួយគ្រឿងបានធ្លាក់នៅក្នុងប្រទេសអ៊ីរ៉ាក់តាមឧត្តមស្នេហ៍ Dan Khan ប្រធានអគ្គសេនាធិការចម្រុះបាននិយាយថាភាគច្រើននៃការស្លាប់របស់យោធាអាមេរិកគឺដោយសារតែការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករីឯលោករដ្ឋមន្ត្រីការពារជាតិ Pete Hegseth បាននិយាយថាការពិតជិត 90% នៃអ្នករបួសគឺស្រាលនិងមិនសូវធ្ងន់ធ្ងរទេគួរឲ្យដឹងថាតាមការបញ្ជាក់ពីអ្នកនាំពាក្យរបស់ទីបញ្ជាការកណ្ដាលអាមេរិកបានលើកឡើងថាចាប់តាំងពីសង្គ្រាមចាប់ផ្ដើមនៅមជ្ឈិមបូព៌ាយោធាអាមេរិកបានវាយប្រហារលើគោលដៅជាង 7,000 នៅក្នុងប្រទេសអ៊ីរ៉ង់ខណៈដែលអ៊ីស្រាអែលបានធ្វើការវាយប្រហារប្រហែល 8,000 កន្លែងដូចគ្នាគោលដៅវាយប្រហារទាំងនោះរួមមានឧបករណ៍បាញ់មីស៊ីលប្រឆាំងនាវាកន្លែងផលិតមីស៊ីលផ្លោងយន្តហោះគ្មានមនុស្សបើកនិងឃ្លាំងអាវុធអ៊ីរ៉ង់រួមទាំងប្រព័ន្ធការពារដែនអាកាសផងដែរ